ការកញ្ចក់ដៃកណ្ដាលបាទជាការកញ្ចក់ដៃកណ្ដាលគឺជាការកញ្ចក់ដែលនាំរឿងបាទមិនល្អជូនយើងរឿងនោះដែលកើតឡើងគឺជារឿងដែលអយុត្តិធម៌បាទអយុត្តិធម៌បែបម៉េចខ្ញុំអាចលើកឧទាហរណ៍ស្រួលយកជូន fan ស្រួលយកណាឧទាហរណ៍ថាបាទសង្សារយើងហ្នឹងហើយស្រឡាញ់យើងបាទប៉ុន្តែបាទយើងធ្វើត្រូវបែរជាមិនកាន់ជើងយើងបែរជាទៅកាន់ជើងអ្នកដទៃបាទឬក៏ប្តីយើងបាទពេលដែលយើងធ្វើត្រូវបាទមិនកាន់ជើងយើងបែរជាកាន់ជើងអ្នកដទៃបាទអាចថាផ្កាកញ្ចក់ហ្នឹងវាអាចបង្ហាញថាយើងនឹងជួបរឿងអយុត្តិធម៌បាទអយុត្តិធម៌ដោយដែលខ្ញុំបានឧទាហរណ៍ជូនខ្លះដើម្បីបងប្អូន fan ទាំងអស់គ្នាបានយល់អញ្ចឹងបាទរឿងដែលកើតឡើងចំពោះផ្កាកញ្ចក់ដៃកណ្ដាលហ្នឹងគឺរឿងដែលមិនសមបាទរឿងដែលមិនសមនឹងកើតហើយរឿងដែលអយុត្តិធម៌ចំពោះយើងបាទដូចខ្ញុំបាននិយាយអញ្ចឹងពេលខ្លះបាទមិត្តភ័ក្តិល្អោកល្អឿនបាទជាមួយគ្នាបាទពេលខ្លះគាត់ជឿគេបាទនិយាយអាក្រក់ពីយើងបាទក៏គាត់ឈប់រាប់អានយើងបាទពេលខ្លះបាទគាត់ជឿអ្នកដតីហើយទាំងដែលគាត់មានទំនាក់ទំនងល្អជាមួយយើងបាទក៏គាត់សុខចិត្តឆ្លោះជាមួយយើងបាទអញ្ចឹងមានន័យថានៅក្នុងផ្កាកញ្ចក់ដៃកណ្ដាលហ្នឹងគឺភាគច្រើនកើតរឿងអយុត្តិធម៌ចំពោះយើងទាំងដែលយើងមិនបាននឹងបកស្រាយហើយនឹងធ្វើអីទាំងអស់បាទអញ្ចឹងកើតឡើងមកគឺអយុត្តិធម៌មែនតែន